សង្ហបុរីបានទៅមកគេមួយជំហានទៀតហើយក្នុងការប្រជែងផ្នែកបញ្ញាសិប្បនិម្មិតឬ AI និងបច្ចេកវិទ្យាកុំព្យូទ័រកម្រិតខ្ពស់ដោយបានដាក់ឲ្យដំណើរការ Aspire 2B ដែលជាកុំព្យូទ័រខ្នាតយក្សឬ Super Computer ថ្មីបំផុតមានថាមពលគណនាស្មើនឹង Laptop Series ចុងក្រោយ 120,000 គ្រឿងបញ្ចូលគ្នានិងអាចគណនាការងារបានជាង 100,000 លានដងក្នុងមួយវិនាទីមជ្ឈមណ្ឌល Super Computing ជាតិសង្ហបុរី NSCC បញ្យល់ថាចំពោះការងារ Digital ដ៏ស្មុគស្មាញមួយប្រសិនបើឲ្យមនុស្សមួយពិភពលោកគណនារួមគ្នាគេត្រូវការពេល170ថ្ងៃទើបធ្វើរួចតែ Aspire 2B ប្រើពេលតែ1វិនាទីប៉ុណ្ណោះ Aspire 2B មិនមែនជាកុំព្យូទ័រមួយគ្រឿងដែលគ្រាន់តែធំជាង laptop ទេយោងតាម Straits Times Aspire 2B គឺជាប្រព័ន្ធកុំព្យូទ័រដ៏ធំមួយដែលបង្កើតឡើងពី server រាប់រយ chip AI កម្រិតខ្ពស់ NVIDIA HP100 ជាង 1500 និង CPU 184,000 គ្រឿងដែលត្រូវការទំហំទីតាំងរហូតទៅដល់400ម៉ែត្រការ៉េវាត្រូវបានតភ្ជាប់គ្នាតាមបណ្ដាញល្បឿនលឿនដើម្បីធ្វើការជាខួរក្បាលតែមួយដែលធ្វើឲ្យវាคล้ายទៅជាបណ្ដុំ chip AI ធំជាងគេមួយនៅអាស៊ីអាគ្នេយ៍រដ្ឋាភិបាលសង្ហបុរីរំពឹងថាកុំព្យូទ័រយក្សនេះនឹងជួយអ្នកស្រាវជ្រាវជាង 9,000 នាក់បង្កើត model AI ចំនួនថ្មីដែលធំនិងឆ្លាតជាងមុនហើយវាក៏អាចប្រើដើម្បីព្យាករណ៍ភ្លៀងធ្លាក់ខ្លាំងទឹកជំនន់និងការកើនឡើងកម្រិតទឹកសមុទ្របានច្បាស់លាស់ជាងមុនដែរនៅក្នុងវិស័យសុខាភិបាល Aspire 2B នឹងត្រូវបានប្រើដើម្បីបណ្ដុះបណ្ដាល AI លើទិន្នន័យវិទ្យាសាស្ត្រដូចជារូបភាព X-ray, scan និងទិន្នន័យសំឡេងជាដើមអ្នកជំនាញរំពឹងថាវាអាចជួយរកសញ្ញាព្រមាននៃជំងឺបានលឿនជាងមុននិងជួយគ្រូពេទ្យផ្ដល់ការព្យាបាលដែលសមស្របជាងមុនបើទោះបីជាសង្ហបុរីមិនបានបង្ហាញតម្លៃ Aspire 2B ជាក់លាក់ក៏ដោយក៏រដ្ឋាភិបាលនៃប្រទេសនេះធ្លាប់បានប្រកាសកញ្ចប់វិនិយោគ$210 លានដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ Super Computing និង AI ជាតិរបស់ខ្លួនក្នុងនោះរួមបញ្ចូលទាំងកុំព្យូទ័រយក្ស Aspire 2B ផងដែរមន្ត្រីសង្ហបុរីនិយាយថា Aspire 2B នឹងត្រូវភ្ជាប់ជាមួយកុំព្យូទ័រ Quantum ដែលគ្រោងដំឡើងនៅចុងឆ្នាំ2026ខណៈដែលប្រទេសកោះដ៏តូចមួយនេះកំពុងព្យាយាមក្លាយទៅជាមជ្ឈមណ្ឌល AI និងបច្ចេកវិទ្យាកុំព្យូទ័រកម្រិតខ្ពស់នៅអាស៊ីខ្ញុំរស់សុធាពី News Today NTTVសាកលវិទ្យាល័យ CUS នៅតែបន្តទទួលចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រនិងថ្នាក់បរិញ្ញាបត្ររងជារៀងរាល់ថ្ងៃសិក្សាជាមួយនឹងសាស្ត្រាចារ្យមានសមត្ថភាពខ្ពស់បំពាក់សម្ភារៈសិក្សាទំនើបនិងផ្ដល់ជូនអាហារូបករណ៍តាមនីតិពិសេសផងដែរ